ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលចែកជូនអ្នកទាំងអស់គ្នាទស្សនាលេងទុកជាការកម្សាន្តនេះគឺជា SCP 3700 ដក 1ត្រូវបានគេស្គាល់ថាជាជំនោរនៃសង្គ្រាមហើយវារស់នៅតំបន់រង្វង់800គីឡូម៉ែត្រមិនទៅណាពីកន្លែងរង្វង់នឹងទេគឺវារស់នៅតែរង្វង់នឹងទេលក្ខណៈថាវារស់នៅជាលំវងអញ្ចឹងណាអ្នកនរគ្នាហើយ SCP 3711នេះអត់ទៅណាពីកន្លែងហ្នឹងទេហើយកន្លែងទឹកដែលវារស់នៅមានជម្រៅរហូតដល់5គីឡូម៉ែត្រដែលនៅតំបន់សមុទ្រខាងជើងស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ីស្លង់និងភាគខាងជើងនៃចក្រភពអង់គ្លេសដែលនៅជិតប្រជុំកោះ Faroe អូគីនិង Shetland ហើយ SCP 3711នេះគឺជាសត្វកណ្ដូបស្រដៀងនឹងបង្កងជាទូទៅវាមានប្រវែង6គីឡូម៉ែត្រនេះគឺជាប្រវែងបច្ចុប្បន្នដែលពីមុនសត្វនេះវាមានប្រវែងរហូតទៅដល់16គីឡូម៉ែត្រឯណោះហើយវាមានសញ្ញាសម្គាល់ពណ៌ខៀវលឿងផ្កាឈូកនិងក្រហមហើយមានដៃចំនួន6ដែល4មានក្រញាំមុតស្រួចនិង2ទៀតមានដង្កៀបហើយវាមានជើងចំនួន8នៅលើក្បាលសត្វនេះមានដូចជារូបមនុស្សស្រីនៅពីលើហើយវាមានថ្មែកពណ៌ទឹកក្រូចចំនួន4ហើយល្បឿនរបស់វាមាន100គីឡូម៉ែត្រក្នុង1ម៉ោងហើយ SCP 3711នេះមានសមត្ថភាពអាចបញ្ឈប់ព្យុះនិងអភូតហេតុផ្សេងៗនៅលើផ្ទៃសមុទ្របានយ៉ាងងាយហើយថ្មែកទាំង4របស់វាអាចបាញ់ឡាស៊ែរនិងមាត់របស់វាអាចផ្លុំចេញដុំរស្មីទៅសត្រូវយ៉ាងងាយទោះបីជា SCP 3711នេះខ្លាំងយ៉ាងណាក៏ដោយក៏នៅតែប្រយុទ្ធចាញ់ SCP 3712ដែរហើយ SCP 3712នេះគឺជាសត្រូវរបស់ SCP 3711ហើយការប្រយុទ្ធកន្លងមកគឺ SCP 3711នេះប្រយុទ្ធចាញ់ SCP 3712រហូតហើយវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ដែរតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ SCP មួយនេះបើពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe like ម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយពីខ្ញុំប្រូម៉ៅបាយបាយ